ក្មេងស្រីតូចនោះគ្រាន់តែផ្លុំសម្លេងមួយហើយខ្លាធំមួយភ្លាមបង្ហាញខ្លួននៅចំពោះមុខនាងដោយទាញយកប្រយោជន៍ពីភាពដោយក្រវីដៃស្រាលខ្លាក៏ភ្លាមនោះវាប្រែក្លាយទៅជាសត្វដ៏ទន់ភ្លន់និងគួរឲ្យស្រឡាញ់វាបានបង្ហាញថាក្មេងស្រីតូចនោះមិនមែនជាមនុស្សសាមញ្ញនាងគឺជាអ្នកដាំដុះមកពីភ្នំឡាងយ៉ាអូជាចាសាសនាតៅតូចដ៏អស្ចារ្យបំផុតពេលខ្លះខ្ញុំគ្រាន់តែទាត់បាល់អុកមួយជុំសម្រាប់ការសប្បាយម្ដងហើយអ្នកអាចទាត់ម្ចាស់របស់អ្នកបានជាងហើយគាត់មិនអាចចុះមកបានយូរទេនៅថ្ងៃនោះព្រះមហាក្សត្រីយានីបានអញ្ជើញនាងជាពិសេសរបស់ព្រះអង្គបានអធិស្ឋានសុំពេលហើយនោះបានលើកពីឡើងបានដោយតែមានពន្លឺថ្ងៃឥឡូវនេះមនុស្សស្លាប់ទៅក្នុងមួយប៉ព្រិចភ្នែកពួកគេក៏បាត់ភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងហើយលោកគ្រូសិស្សម្នាក់នេះច្បាស់ជាបានរៀនច្រើនណាស់មិនអីទេបើដូច្នោះខ្ញុំនឹងមើលថែក្មេងស្រីបានយកខ្សែក្បួនទៅចេញហើយបង្ហាញវាដល់ចុះពីលើភ្នំដើម្បីស្វែងរកឪពុកម្ដាយបង្កើតរបស់អ្នកចម្លែកណាស់ក្មេងស្រីតូចទើបតែចុះពីលើបានជប់នៅវត្តមួយដើម្បីសម្រាកពេលគាត់ចូលភ្លាមគាត់ក៏បានបុកនឹងដាវមួយដាវបុរសរៀងស្គមជាច្រើនអ្នកកំពុងធ្វើបាបនាងបានគិតអំពីក្មេងស្រីដែលមានអាយុប្រហាក់ប្រហែលនឹងនាងខ្ញុំប្រញាប់ឡើងដោយមិនគិតទៅចុះត្រៀមខ្លួនជួយផងស្រែកដាក់អ្នកជួញដូរមនុស្សអ្នកល្ងងឲ្យគាត់ច្បាស់ជាប្រញាប់ឡើងធ្វើការនៅទីនេះហើយប្រញាប់ឡើងប៉ុន្តែបន្ទាប់ពីរងចាំអស់រយៈពេលយូរមួយដែលនៅក្នុងដៃក៏ដោយដាវនោះមិនបានបង្ហាញប្រតិកម្មអ្វីឲ្យពួកជួញដូរមនុស្សសប្បាយចិត្តអូទេការចំអកក្មេងស្រីតូចម្នាក់គឺទីរូបដែលមិនទាន់បានបំបៅដោះកូននៅឡើយតើមនុស្សម្នាក់អាចមានសមត្ថភាពជួយសង្គ្រោះជីវិតហើយក៏មានខ្លួនចង់ក្មេងស្រីតូចផងដែរពួកគេមកលក់វាពួកគេមិនដឹងថាកូនស្រីរបស់ពួកគេគ្រាន់តែលេងសើចនឹងពួកគេពេលដែលពាក្យទាំងនោះចេញពីមាត់របស់វាភ្លាមខ្លាធំមនុស្សអាក្រក់ពីរនាក់បានលោតចេញមកភ្លាមគាត់ភ័យខ្លាចខ្លាំងណាស់រហូតដល់សាំខ្លួននៅនឹងកន្លែងវាត្រូវបានដោះស្រាយក្នុងរយៈពេលប៉ុន្មាននាទីបានចុះចូលទាំងស្រុងហើយបន្ទាប់មកត្រូវបានសម្ពុតម្ដាយរបស់ក្មេងស្រីបានមកដល់ហើយមានការភ្ញាក់ផ្អើលចំពោះក្មេងស្រីលេចច្បាស់ណាស់ថាម្ដាយនិងកូនស្រីកាត់មកក្នុងរយៈពេល2ថ្ងៃអ្នកត្រូវបានកំណត់ឲ្យខ្លាចជាអ្នកអាចសំបីតែផ្លាស់ប្ដូរជីវិតរបស់នាងខ្ញុំដឹងហើយស្ត្រីមានល្បិចកនោះបានឃើញវាភ្លាមបានប៉ះនឹងរាងកាយរបស់ក្មេងស្រីបានបង្ហាញថាខ្សែធ្នូគុជនោះគឺជារបស់ថេកាពីក្រោយមកគេបានដឹងថាក្មេងស្រីនោះបានជួបមនុស្សដែលមាននាមត្រកូលហ្គោបានទទួលជំនួយពួកគេបានបញ្ជូនមនុស្សគ្រប់ទីកន្លែងដើម្បីស្វែងរកនាងបានថ្លែងអំណរគុណពួកគេយ៉ាងត្រឹមត្រូវហើយថែមទាំងមាននរណាម្នាក់ផ្សេងពិសេសមកចូលពេលនេះបានធ្វើឲ្យស្ត្រីមានល្បិចកមានអារម្មណ៍ដឹងគុណដរាបណាខ្ញុំយល់វាខ្សែត្បូងថ្មនេះសម្រាប់ខ្ញុំនិងកូនស្រីរបស់ខ្ញុំពួកគេនឹងមិនចាំបាច់ព្រួយបារម្ភទៀតទេដូច្នេះក៏ប្រញាប់ទៅរកភ្លាមហើយចាប់ដើមយំគាត់បានបង្ហាញថាគាត់ក៏មកពីដូជោដែរមែនហើយប៉ុន្តែមនុស្សនៅដូជោមើលងាយនាងសំណាងអាក្រក់របស់ពួកគេប៉ះពាល់ដល់ដូជោសំណាងបានបណ្ដេញពួកគេចេញបន្ទាប់ពីចាក់ចេញពីភ្នំខ្ញុំបានឃើញក្មេងស្រីយូរដូចគ្នានឹងកូនស្រីរបស់គាត់ដែរប៉ុន្តែរាងកាយទាំងមូលរបស់នាងគឺជាកំណប់មានសត្វចិញ្ចឹមវិញ្ញាណនឹងកូនស្រីរបស់គាត់តបផងដែរប៉ុន្តែគ្មានអ្វីនៅទីនោះទេហើយអារម្មណ៍មួយបានកើតឡើងចិត្តច្រណែនបានលេចចេញពីខាងក្នុងភ្លាមយកផ្លែឈើមួយចំនួនចេញដើម្បីបញ្ចេញអារម្មណ៍ការដឹងគុណចំពោះក្មេងស្រីគំនិតក្មេងស្រីស្លូតត្រង់មិនបានគិតច្រើនអំពីវាទេគាត់បានញ៉ាំវាភ្លាមហើយខ្ញុំបានចូលគេងភ្លាមបន្ទាប់ពីញ៉ាំអាហារនាងបានធ្លាក់ចុះស្ត្រីដែលមានល្បិចកបានឈរយ៉ាងរឹងមាំបានហែកសាកសពក្មេងស្រីតូចនោះចេញខ្សែត្បូងពេជ្របន្ទាប់មកបែរមុខទៅរកខ្លួនឯងកូនស្រីនិយាយបន្ទាប់មកស្ត្រីដែលមានល្បិចកនោះគាត់បានយកខ្សែត្បូងពេជ្រហើយទៅរកក្រោយមកគាត់ថែមទាំងបានកុហកហើយអះអាងថាសាច់ញាតិដែលបាត់បង់ជាយូរមកហើយរបស់ព្រះអង្គស្ត្រីអាគមហេសីដើមឡើយមានតញ្ញូតាធម៌ក្មេងប្រុសទេពអប្សរដែលអង្វរសំភ្លៀងពេលលើពីមុនចៅប្រុសរបស់គាត់ផ្ទាល់បានបួងសួងសំភ្លៀងស្ត្រីនោះមានអារម្មណ៍រីករាយភ្លាមគាត់បានច្របាច់បួមាត់របស់គាត់ហើយបញ្ជាភ្លាមពិធីជប់លៀងនេះត្រូវបានធ្វើឡើងដើម្បីកំសាន្តទីក្រុងក្នុងពេលតែមួយក្មេងស្រីតូចបន្ទាប់ពីភ្ញាក់ពីដំណេកខ្ញុំបានធ្វើការកញ្ញាមួយចំនួនបីជាអ្នកត្រូវបានក្បត់ដោយសេចក្តីសប្បុរសបានរាយការណ៍វាដោយមិនស្ទាក់ស្ទើរឆ្ពោះទៅកាន់វិមានរបស់ព្រះអង្គម្ចាស់ជីនឈននៅចំអល់ទៅម្ដាយនិងកូនស្រីនៅមាត់ទ្វារពួកគេស្រែកឡើងហើយម្ដាយនិងកូនស្រីមិនត្រឹមតែបានលួចខ្សែត្បូងថ្មរបស់គាត់ហើយថែមទាំងអត្តសញ្ញាណរបស់នាងត្រូវបានអ្នកផ្សេងយកស្ត្រីដែលមានល្បិចកនោះមានការភ័យខ្លាចភ្លាមនោះព្រះចៅអធិរាជបានបញ្ជាឲ្យព្រះនាងប្រទានអំណាចស្រីនោះបានដេញគាត់ចេញហើយពាក្យទាំងនោះភ្លាមក្មេងស្រីនោះខឹងយ៉ាងខ្លាំងប៉ុន្តែនាងមិនដែលនឹកស្មានថាពួកគេប្រែជាខ្មៅទៅជាខណៈពេលដែលក្មេងស្រីតូចធៀបនឹងចេញទៅក្រៅពេលគាត់កំពុងភ្លាមនោះព្រះមហាក្សត្រនៅក្នុងព្រះបរមរាជវាំងត្រូវបានគេរបស់ខ្ញុំលើសពីនេះទៅទៀតឪពុកបច្ចុប្បន្នកំពុងជាប់គាំងរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះពួកគេមិនបានព្យាយាមសម្អាតទេបានដើរត្រង់តាមជញ្ជាំងទៅរកម្ដាយនិងកូនស្រីនៅឯគេហដ្ឋានរបស់ព្រះអង្គម្ចាស់ពេលឃើញព្រះអង្គម្ចាស់ពន្លឺពណ៌មាសបានភ្ជាប់អ្នកទាំងពីររូបកាយមនុស្សក្មេងស្រីតូចឈប់និយាយពេលគាត់ប្រកាសថាបុរសនោះជាខ្លួនគាត់ដូច្នេះឪពុកមានសេចក្តីរីករាយខ្ញុំបានរត់ទៅហៅគេច្រើនដងឪពុកតែគ្មានអ្នកណានៅសេសសល់ក្នុងវិមានរបស់ព្រះអង្គម្ចាស់ចាំទៅពួកគេបានបណ្ដោយឲ្យអ្នកសុំទានចូលមកព្រះអង្គម្ចាស់សូមអត់ទោសឲ្យខ្ញុំផងប៉ុន្តែថ្ងៃនេះដោយសារខ្ញុំមកច្រើនបែបនេះប្រហែលជាដោយសារគេបានដើរចូលប៉ាមេមិនមែនជាអ្នកសុំទានតូចតាចទេមេជាកូនស្រីរបស់អ្នកប៉ុន្តែបន្ទាប់មកក្មេងស្រីតូចនោះព្រះចៅអធិរាជត្រូវបានគេរកឃើញនៅលើរបស់ស្ដេចត្រូវបានបង្ក្រាបដោយធម្មពលអាក្រក់គាត់ឈប់ហើយភ្លាមនោះគាត់ដឹងថាមាននរណាម្នាក់នៅទីនោះព្រមសម្រាប់ឪពុករបស់នាងនៅពីក្រោយខ្នងគ្រាន់តែនាងគិតពីរបៀបដោះស្រាយស្ថានភាពនោះភ្លាមនោះអ្នកបម្រើស្រីម្នាក់បានយកចានត្រូវបាននាំចូលមកហើយព្រះអង្គម្ចាស់ត្រូវបានសុំឲ្យទៅនោះហើយក្មេងស្រីតូចក៏ភ្ញាក់ក្មេងនោះបានគូសថ្នាំនោះដួលចាននោះបាននិយាយថាថ្នាំនោះមានជាតិពុលហើយនិយាយថាអ្នកបម្រើស្រីនោះនៅទីនោះដើម្បីធ្វើបាបនាងតែព្រះអង្គម្ចាស់មិនជឿកូនស្រីរបស់ខ្ញុំទេក្មេងស្រីក៏ជឿថាខ្លួនឯងមិនសមហេតុផលដែរមិនបានគិតដល់ចំណុចណាមួយសោះនៅពេលនោះក៏បានរកឃើញធ្វើការលើដីមានបញ្ហាមួយគាត់បានវាយព្រះអង្គម្ចាស់ឲ្យថយក្រោយដោយការវាយមួយបានរត់ទៅឆ្ងាយជាច្រើនម៉ែត្របន្ទាប់មកក្នុងល្បឿនលឿនស្រីតូចបានរត់គេចខ្លួនមកទីនេះក្នុងល្បឿនលឿននោះបានរត់ដេញតាមគាត់ប៉ុន្តែអ្នកដទៃជើងខ្លីមានន័យថាល្បឿនរត់យឺតដែលធ្វើឲ្យពួកគេញាក់បម្រើស្រីត្រូវបានចាប់ខ្លួនហើយចាប់ធ្វើជាច្រដាប់ក្មេងលេងដែលធ្លាប់គំរាមកំហែងព្រះអង្គម្ចាស់រោងហោស្របដាច់មុខយយដាច់មុខសម្រាប់រឿង